một lên khai mình đôi kia đi rồi đó phía trái từ lên resort thành phố Sài Gòn nhắm khuôn anh men ótต่อថ្ងៃនេះខ្ញុំនឹងនាំបងទៅភ្លក់ local food នៅក្នុងខេត្តមណ្ឌលគិរីជាមួយខ្ញុំទាំងអស់គ្នាកន្លែងទីមួយដែលខ្ញុំមកថ្ងៃនេះគឺមានឈ្មោះថា Lisa ផ្ទះបាយដំណើរកន្លែងបងប្រុសបងស្រីហ្នឹងគឺថាល្បីមែនតើខ្ញុំមកហ្នឹងគឺ serve food តាមប្រជាជនគេនៅហ្នឹងទេបានស្គាល់កន្លែងគាត់ហើយប្រភេទសាច់សម្រាប់ញ៉ាំមួយបាយដំណើរវិញគាត់មានច្រើនណាស់អ្នកទាំងអស់គ្នាមានដូចជាសាច់មាន់សាច់គោងៀតត្រីងៀតហើយនិងផិតចៀនបងដែលហៅកាហ្វេ Fin នេះក៏គាត់មានដែរហើយអ្វីដែលខ្វះបានញ៉ាំជាមួយនឹងបាយរបស់គាត់ហ្នឹងគឺថាជ្រក់ទៅសក់ចាដែលគាត់ធ្វើខ្លួនឯងហើយនឹងគ្រឿងបុកនេះឯងអ្នកទាំងអស់គ្នានិយាយពីថាញ៉ាំទៅគឺថាឆ្ងាញ់ខ្លាំងមែនតើខ្ញុំមកគាត់ខ្ចប់ពីមុខឲ្យខ្ញុំហ្នឹងតម្លៃមកប្រអប់ហ្នឹងតែ 4000 ទេណាបងប្អូនបាយកន្លែងគាត់ហ្នឹងគឺថាខ្ញុំចូលចិត្តប្រហិតចៀនហ្នឹងជាងគេប្រហិតត្រីចៀនរបស់គាត់ហ្នឹងគឺថាឆ្ងាញ់មែនតើអ្នកទាំងអស់គ្នាគឺជាប្រភេទប្រហិតគ្រឿងហើយកន្លែងទី2ដែលខ្ញុំមកថ្ងៃនេះគឺមានឈ្មោះថាបញ្ឆៅឆ្ងាញ់ទំនុកក្រោមបញ្ឆៅរបស់គាត់មកប្រទេសហ្នឹងគឺថាធំខ្លាំងមែនតើអ្នកទាំងអស់គ្នាសម្រាប់អ្នកញ៉ាំល្មមដូចខ្ញុំអីហ្នឹងគឺថាមួយប្រទេសហ្នឹងគឺឆ្អែតតែម្ដងសម្រាប់ស្នូបញ្ឆៅរបស់គាត់វិញគឺគាត់ប្រើប្រភេទសាច់ជ្រូកច្រាមឃើញធម្មតាចឹងឯងប៉ុន្តែឆ្ងាញ់មែនតើហើយបញ្ឆៅរបស់គាត់មួយហ្នឹងគឺថាធំជាងដៃខ្ញុំទៀតបានញ៉ាំជាមួយទឹកជ្រលក់ដាក់ម្ទេសតិចនិយាយពីថាឆ្ងាញ់មែនតើជាពិសេសហ្នឹងគឺថាបន្លែរបស់គេនៅនេះគឺមានគ្រប់មុខតែម្ដងហើយស្រស់ល្អណាស់អ្នកទាំងអស់គ្នាហើយបើគ្រឿងទេសសម្រាប់ញ៉ាំជាមួយវិញគឺថាអូនេះអ្នកទាំងអស់គ្នាមើលទៅតំណងខ្លាំងមែនតើហ្មងនៅនេះគាត់ក៏មានជាប្រភេទនំបញ្ចុកពងទាកូនអីដែរអញ្ចឹងសម្រាប់បងដែលជីកាត់ទំនុកក្រោមអីអាចចូលសាកបានកន្លែងដែលខ្ញុំមកទី3នេះគឺមានឈ្មោះថាចំណាំងដំរីលើកជើងអាជីវកម្មរបស់គាត់នេះគឺគាត់បើកនៅផ្ទះបែបលក្ខណៈគ្រួសារអ្នកទាំងអស់គ្នាឃើញធម្មតាចឹងទេប៉ុន្តែរសជាតិវិញគឺថាខ្ញុំហ៊ានឲ្យ rate 10 លើ 10 តែម្ដងចំណាំងរបស់គាត់ធ្វើនៅនេះគឺគាត់ធ្វើបែបរសជាតិដើមចំណាំងរសជាតិដើមរបស់គាត់នៅនេះគឺគាត់ប្រើតែប្រភេទសាច់គោទេហើយសម្រាប់ខ្ញុំនៅពេលដែលខ្ញុំញ៉ាំចំណាំងគឺខ្ញុំចូលចិត្តញ៉ាំជាមួយនឹងមីសម្រាប់បងប្អូនដែលអត់ចូលចិត្តញ៉ាំមីអីបងក៏អាចកំងឲ្យគាត់ស្រូបជាមួយនឹងសរសៃមីស៊ូឬក៏គុយទាវបានដែរចំណាំងរបស់គាត់មួយចានហ្នឹងគឺថាគាត់ដាក់សាច់ឲ្យច្រើនណាស់ហើយមួយចានហ្នឹងគឺតម្លៃតែ7000រៀលទេបងប្អូនញ៉ាំចំណាំងអ្វីដែលខ្វះបានហ្នឹងគឺថាគ្រឿងទេសនេះខ្ញុំមិនដឹងថាគាត់បុកលីអីគេដាក់ខ្លះហើយប៉ុន្តែនៅពេលដែលយើងយកមកលាយបន្ថែមជាមួយនឹងប៊ឺមីនិងខ្លាញ់មីដែលអ៊ំប្រុសស្រីគាត់បានដាក់ឲ្យខាងក្រៅហ្នឹងគឺថាលាយឲ្យគឺឆ្ងាញ់ខ្លាំងមែនតើអ្នកទាំងអស់គ្នាហើយកន្លែងរបស់អ៊ំប្រុសស្រីក៏គាត់មានដាក់តាម delivery Grab ដែរណាបងប្អូនបន្ទាប់ពួកខ្ញុំក៏បានមកអីផ្អែមញ៉ាំហើយក៏ជីមកឃើញកន្លែងបងប្រុសនេះគឺថាតំណងមែនតើកន្លែងមកគាត់ហ្នឹងលក់ផ្អែមច្រើនមុខដល់ខែតរេននេះមិនបានញ៉ាំតរេនក៏បានញ៉ាំបាយតំណាតរេនដែរបាយតំណាតរេនមកគាត់នៅនេះគឺថាតំណងខ្លាំងមែនតើតរេននេះគាត់កោស្រូបពីលើបាយហ្នឹងហើយនឹងទឹកខ្ទិះរបស់គាត់គឺថាធ្វើខាប់ល្អបងប្អូនផ្អែមរបស់គាត់នៅនេះគឺខ្ញុំហ៊ានទៅនេះឲ្យគឺថាឆ្ងាញ់គ្រប់មុខហើយគាត់ធ្វើអត់ផ្អែមខ្លាំងទេមកល្មមបងដែលមកលេងខេត្តមណ្ឌលគិរីហើយយប់ឡើងចង់រកផ្អែមញ៉ាំអីអាចមកសាកនៅហាងបាយចាយផល្លាទៅមុខ ABA បានកន្លែងរបស់គាត់នេះគឺគាត់បើកលក់ចាប់ពីម៉ោង 9 ព្រឹកដល់ម៉ោង 1 យប់កន្លែងរបស់គាត់មិនមានតែផ្អែមទេបងប្អូនគាត់ក៏មានជាប្រភេទម្ហូបកំងដែរមិនថាគ្រឿងឆាគ្រឿងស្លហ្នឹងគឺថាកន្លែងរបស់គាត់មានទាំងអស់អ្វីដែលខ្ញុំចូលចិត្តកន្លែងរបស់គាត់ហ្នឹងគឺថាបងប្រុសអ្នកលក់គឺគាត់រស់រាយមែនតើមុនពេលត្រឡប់ទៅវិញពួកខ្ញុំក៏បានមកកាហ្វេញ៉ាំថ្ងៃនេះដែរខ្ញុំក៏បានមកទិញកាហ្វេនៅ MK Cafe ដែលស្ថិតនៅក្នុងខេត្តមណ្ឌលគិរីដោយសារខ្ញុំមកផ្សារបងប្អូនជនជាតិភាគតិចអញ្ចឹងហើយក៏ឃើញហាងកាហ្វេរបស់គាត់នេះតំណងក៏ឈៀងចូលមើលមិននឹកស្មានថាខាងក្នុងគឺថាគេដេកស្អាតខ្លាំងមែនតើកន្លែងរបស់គាត់ពីមកប្លង់ទៅមកប្លង់ហ្នឹងគឺថាអត់ខ្វះកន្លែងថតរូបទេហើយបើសិនជាបងដែលត្រូវការធ្វើការឬក៏ត្រូវធ្វើ assignment អីគឺអាចមកសម្រាប់នៅទីនេះបានសម្រាប់រសជាតិកាហ្វេរបស់គាត់នេះគឺខ្ញុំហ៊ាននិយាយថាគឺឆ្ងាញ់បងប្អូនដោយសារពេលដែលខ្ញុំញ៉ាំទៅគឺអត់មានធំក្លិនឈាមទេបើតាមខ្ញុំសាកសួរបុគ្គលិកគាត់គឺថាកាហ្វេទីនេះគឺថាគាត់ដាំនៅលើភ្នំនេះផ្ទាល់តែម្ដងការលេងកាហ្វេរបស់គាត់ហ្នឹងគឺថាឈ្ងុយល្អខ្លាំងមែនទែនបើនិយាយពីសេវាកម្មវិញបុគ្គលិករបស់គាត់នេះគឺមានភាពរួសរាយរាក់ទាក់តាំងពីពេលខ្ញុំចូលរហូតដល់ចេញបងដែលមកលេងខេត្តមណ្ឌលគិរីហើយចង់រកកាហ្វេញ៉ាំអីអាចមកសាកនៅ MK Cafe បានណាបងជីមកតាមផ្លូវខេត្តនេះគឺថាខ្ញុំឃើញមានបងគាត់យកសាក់មកប្រៃមកលក់ច្រើនមែនតើដោយសារដល់រដូវហើយបងនិយាយពីម្នាស់របស់គេនៅនេះវិញអូយធំខ្លាំងណាស់បងប្អូនអើយហូលម៉ាវហើយកុំឲ្យខាតឆ្លៀតចុះដាក់ម្នាក់ 3-4 គីឡូម៉ាវប្រៃនៅទីនេះគឺថាជូរអែមឆ្ងាញ់ណាស់បងប្អូនបងដែលជាប្រជាជននៅនេះគឺគាត់លក់ផ្លែឈើធូរថ្លៃខ្លាំងមែនតើអញ្ចឹងសម្រាប់បងដែលធ្វើដំណើរឆ្លងកាត់អីកុំភ្លេចចុះជួយទិញគាត់ផងបីគាត់អាចមានចំណូលទៅផ្គត់ផ្គង់គ្រួសារបន្តទៀតរបស់ខ្ញុំមានតែតែប៉ុណ្្នឹងទេថ្ងៃនេះជួបខ្ញុំនៅវីដេអូបន្តទៀតអរគុណច្រើនបាយបាយ